គឺយើងមានញឹកកីឡាគឺសំខាន់សម្រាប់បងប្អូនគ្នាកាត់បន្ថយ stress ព្រោះយើងធ្វើការជាមួយគ្នាយើងមានផែនការយើងមានចិត្តសាស្ត្រយើងមាន project ដែលត្រូវធ្វើក៏ប៉ុន្តែកុំភ្លេចលេងកីឡាព្រោះកីឡាធ្វើឲ្យយើងមានវិន័យធ្វើឲ្យយើងមានសុខភាពល្អជាគំរូណែនាំទៅដល់បងប្អូនធ្វើម៉េចឲ្យជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនបច្ចុប្បន្នគ្រឿងញៀនមានទម្រង់ច្រើនតាំងពីអាល់កុលតាំងពីបារីបែបស៊ីសាតោះនេះគឺជាអ្វីដែលយើងត្រូវចូលរួមទប់ស្កាត់ណែនាំកូនដែលគាត់ចូលរៀនជាមួយយើងចាប់ពីថ្ងៃគាត់ចាប់ផ្ដើមដល់ថ្ងៃបញ្ចប់គឺគាត់ធ្វើបានជោគជ័យហើយជាទិសដៅ chairman គាត់បានតម្រង់មកគឺមួយសាខាយ៉ាងហោចណាស់គឺបាន2ក្រុមយើងមាន2សាលា AI AS មួយសាខាមួយក្រុម AS មួយក្រុម